រឿងតហារៈភិក្ខុគុណនៃការស្ដាប់នៅមហាវេស្សន្តរជាតកបានលឺថាមានភិក្ខុកំឡោះមួយរូបនៅក្នុងទេសមហាវិហារនៅមហាក្រៀមថ្ងៃមួយបានលឺដំណឹងថាព្រះថេរឈ្មោះមហាចាតកភាណៈនឹងសម្ដែងនៅមហាវេស្សន្តរជាតកក៏ប្រកបដោយពន្ធនៃគាថាក៏ចេញពីទេសមហាវិហារនោះទៅអស់ផ្លូវ9យោយតែមួយថ្ងៃព្រះថេរក៏ប្រារព្ធសម្ដែងនៅធម្មកថាក្នុងគណៈនោះមែនភិក្ខុកំឡោះនោះក៏កំណត់ស្មារតីចងចាំបានតែគាថាខាងដើមនិងចុងបញ្ចប់ប៉ុណ្ណោះមិនបានចាំទាំងអង្គប្រមោកមកអស់ផ្លូវដ៏ឆ្ងាយមានកាយរសាប់រសួលខ្វល់អស់សតិបញ្ញាក៏ពោលប្រាប់ព្រះថេរថាលោកម្ចាស់បានពោលនៅពាក្យនេះក្នុងការដែលខ្លួនក្រោកឡើងហើយឈរទ្រហួយយំដោយអស់សេចក្តីសង្ឃឹមថាការមកអស់ផ្លូវឆ្ងាយរបស់ខ្លួននឹងសាបសូន្យអឺតអំពើលំដាប់នោះមានមនុស្សម្នាក់បានឮសម្រែកយំនោះក៏ទទួលព្រះថេរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនអំបញ្ញមិញនេះមានភិក្ខុកំឡោះមួយរូបមកអំពីទេសមហាវិហារដើម្បីស្ដាប់នៅធម្មកថារបស់លោកម្ចាស់ហើយឈរស្រែកទ្រហួយយំដោយអស់សង្ឃឹមថាការមករបស់អញអឺតអំពើរសោះព្រោះលោកមានកាយនឿយលំបាកក្នុងដំណើរដែលមកអស់ផ្លូវឆ្ងាយនេះជាខ្លាំងព្រះថេរប្រាប់ថាបើដូច្នោះញាក់ទៅលួងលោមលោកថាស្អែកនេះអាត្មានឹងសម្ដែងម្ដងទៀតឧបាសកក៏ទៅទូលភិក្ខុកំឡោះនោះតាមធរដីកាងលុះថ្ងៃស្អែកឡើងព្រះថេរក៏សម្ដែងម្ដងទៀតភិក្ខុកំឡោះនោះចងចិត្តចាំស្ដាប់ដោយគោរពក៏បានសម្រេចដោយថ្នាក់ធម៌ឈ្មោះសោតៈបានជាសោតាបនៈបុគ្គលមួយរូបក្នុងថ្ងៃនោះ